ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំចាសម្រាប់វីដេអូមួយនេះមិនមែនជារឿងរ៉ាវរបស់តួអង្គឬទីកន្លែងណាមួយប៉ុន្តែជាហេតុការណ៍សំខាន់ក្នុងបើសិនហើយថែមទាំងមានពិតក្នុងពិភពលោកយើងទៀតផងប៉ុន្តែមុននឹងទៅដឹងហេតុការណ៍នោះ admin សូមអ្នកទាំងអស់គ្នាម្នាក់មួយ like មួយ subscribe ជាកម្លាំងចិត្តដល់ admin ធ្វើវីដេអូបន្តទៀតផងចាដោយវីដេអូនេះយើងនឹងមកនិយាយពីហេតុការណ៍សូរ្យគ្រាសដើមកំណើតរបស់ God Hand ហើយមុននឹងយើងទៅដឹងថាសូរ្យគ្រាសនៅក្នុងរឿង Berserk ជាអ្វីខ្ញុំគិតថាយើងមកស្គាល់វាសិនល្អជាងសូរ្យគ្រាសវាគឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅពេលដែលព្រះអាទិត្យព្រះច័ន្ទហើយភពផែនដីធ្វើដំណើរកោចរមកជួបគ្នាដោយមានព្រះច័ន្ទនៅកណ្ដាលធ្វើឲ្យព្រះច័ន្ទទៅបាំងពន្លឺរបស់ព្រះអាទិត្យតែ admin ជឿថាអ្វីដែលបាននិយាយនេះអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់រៀនអស់ហើយបាតុភូតធម្មជាតិដែលអាចបកស្រាយបានដោយវិទ្យាសាស្ត្រស្ដាប់តែប៉ុណ្ណឹងក៏គួរឲ្យធុញដែរមែនអត់អញ្ចឹងយើងមកស្ដាប់អីដែលគួរឲ្យចាប់អារម្មណ៍ជាងនឹងល្អជាងនោះគឺសូរ្យគ្រាសហើយនឹងជំនឿមកដល់បច្ចុប្បន្នគ្រប់គ្នាសុទ្ធតែដឹងហើយថាអ្វីដែលបានឃើញហើយកើតឡើងនៅលើផ្ទៃមេឃគឺជាអ្វីចុះបើសម្រាប់មនុស្សកាលពីអតីតមិនមែន10ឬ20ឆ្នាំមុនប៉ុន្តែជារាប់ពាន់ឆ្នាំកន្លងមកតើពួកគេដឹងទេថាសូរ្យគ្រាសគឺជាអ្វីសូរ្យគ្រាសនឹងភាពភ័យខ្លាចដូចដែលលើកខ្លះបានប្រាប់ថាអារម្មណ៍ដែលចំណាស់បំផុតនិងខ្លាំងក្លាបំផុតរបស់មនុស្សជាតិគឺភាពភ័យខ្លាចហើយភាពភ័យខ្លាចដែលចំណាស់ជាងគេនិងខ្លាំងក្លាបំផុតនោះគឺភាពភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់នៅពេលដែលមានសូរ្យគ្រាសកើតឡើងមនុស្សកាលពីអតីតនៅពេលដែលពួកគេមិនដឹងថាបាតុភូតដែលកើតឡើងលើផ្ទៃមេឃនោះគឺជាអ្វីពួកគេក៏គ្មានជំរើសក្រៅពីរកវិធីកម្ចាត់ភាពភ័យខ្លាចទាំងអស់នោះដោយផ្ញើខ្លួនឯងនៅលើជំនឿឬតាមរឿងដំណើររបស់ពួកគេផ្ទាល់នៅជំនាន់ចិនបុរាណគេមានជំនឿថាសូរ្យគ្រាសដែលកើតឡើងលើផ្ទៃមេឃវាមានផលមកពីនាគឋានសួគ៌ឬអ្នកខ្លះគិតថាជាឆ្កែឋានសួគ៌បានលេបព្រះអាទិត្យចូលទៅហើយធ្វើឲ្យពួកគេត្រូវនាំគ្នាវាយស្គរឬក៏បញ្ចេញសម្លេងឲ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបានដោយសង្ឃឹមថានឹងធ្វើឲ្យនាគឋានសួគ៌ភ័យខ្លាចហើយខ្ជាក់ព្រះអាទិត្យចេញមកដោយតួអក្សរចិនដែលសំដៅដល់សូរ្យគ្រាសវាក៏មានអត្ថន័យថាស៊ីដែរឬខញ្ជីរបស់ជប៉ុនបើសិនជាយើងបំបែកតួអក្សរខញ្ជីចេញមកហើយវានឹងមានអត្ថន័យថាស៊ីព្រះអាទិត្យហ្នឹងឯងរឿងដំណើរមួយទៀតដែល admin ចូលចិត្តនោះគឺរឿងទេវកថារបស់ Norse តែជឿថាឆ្កែចចកស្គលហើយ Hethys កូនរបស់ Fenrir ពួកវាទាំងពីរនាក់បានដេញតាមសលអ្នកបើករទេះសេះដែលចាំនាំផ្លូវព្រះអាទិត្យរួមជាមួយនឹង Mani អ្នកបើករទេះសេះដែលនាំផ្លូវព្រះច័ន្ទហើយពួកវាសង្ឃឹមថានឹងបានលេបត្របាក់ព្រះអាទិត្យនិងព្រះច័ន្ទនៅថ្ងៃណាមួយដោយមិនមានការបញ្ជាក់ច្បាស់ទៅថាអាមួយណាដេញអាមួយណាប៉ុន្តែបើយោងតាមកំណាព្យមួយឃ្លានៅក្នុង The Lay of Grimner កំណាព្យរបស់ទេវកថា Norse បុរាណមានកំណាព្យមួយដែលធ្វើឲ្យជឿបានថាស្គលគឺជាអ្នកដេញតាមព្រះច័ន្ទឯ Hethys ជាអ្នកដេញតាមព្រះអាទិត្យហើយនៅថ្ងៃដែលចចកអាចដេញទាន់រទេះសេះបានសម្រេចនិងបានលេបត្របាក់ទាំងព្រះអាទិត្យនិងព្រះច័ន្ទពេលដែលថ្ងៃនោះមកដល់វាគឺជាសញ្ញានៃថ្ងៃអវសានពិភពលោកឬក៏ Ragnarok នឹងឯងក្រៅពីនេះក៏នៅមានជំនឿជាច្រើនទៀតទាក់ទងនឹងសូរ្យគ្រាសដូចជាប្រទេសវៀតណាមក៏ជឿថាសូរ្យគ្រាសគឺជាការដែលកង្កែបបានលេបព្រះអាទិត្យចូលទៅឬនៅប្រទេសប៉េរូដែលជឿថាវាគឺជាខ្លាភូម៉ាដែលបានលេបព្រះអាទិត្យចូលទៅឬមួយទៀតគឺតាមជំនឿរបស់សាសនាហិណ្ឌូដែលប្រទេសខ្មែរយើងក៏ប្រហែលជាមានជំនឿនេះដែរនោះគឺព្រះរាហូដែលចាស់ភាគច្រើនគាត់ហៅថារាហូចាប់ចាស់តែក៏ប៉ុន្តែរាហូចាប់ព្រះអាទិត្យក៏មានដូចគ្នាដែរតែហើយអ្វីដែលខ្ញុំបាននិយាយមកទាំងអស់នេះអ្នកទាំងអស់គ្នាឃើញមានអ្វីដែលពាក់ព័ន្ធគ្នាអត់ពីរឿងរ៉ាវដែលខ្ញុំរួបរวมមកទាំងអស់នេះចំណុចរួមរបស់ជំនឿទាំងអស់នេះដែលធ្វើឲ្យកើតសូរ្យគ្រាសគឺភាពស្រេកឃ្លានភាពខឹងសម្បារហើយនិងភាពស្អប់ខ្ពើមរហូតធ្វើឲ្យមនុស្សជាតិកាលពីអតីតត្រូវអស់សង្ឃឹមសុខចិត្តធ្វើគ្រប់យ៉ាងតាំងពីវាយស្គរឬក៏បាញ់ពួនភ្លើងទៅលើមេឃភាពស្រេកឃ្លានស្អប់ខ្ពើមហើយនិងអស់សង្ឃឹមនៅពេលកើតសូរ្យគ្រាសអាចថាវាសុទ្ធតែជាអារម្មណ៍ដែលច្បាស់លាស់បំផុតនៅលើហេតុការណ៍សូរ្យគ្រាសក្នុងរឿង Berserk ហើយអាចមានបងប្អូនមួយចំនួនប្រហែលជាអត់បានចាប់អារម្មណ៍ប៉ុន្តែសូរ្យគ្រាសនៅក្នុងរឿង Berserk វាមានឈ្មោះមួយទៀតហៅថាកម្មវិធីជប់លៀងពេលរាត្រីហើយចំពោះដើមកំណើតរបស់សូរ្យគ្រាសនិង God Hand វាសុទ្ធតែមានចំណុចចាប់ផ្ដើមដូចគ្នានោះគឺ Beherit ចំពោះ Beherit នេះ admin ធ្លាប់និយាយពីប្រវត្តិរឿងរ៉ាវរបស់វាប៉ុន្តែគួរឲ្យស្ដាយបានលុបបាត់ហើយតែបើនិយាយខ្លីទៅវាគឺជាសម្បត្តិធ្វើដំណើរទៅចំណុចដែលជ្រៅបំផុតរបស់ពិភពវិញ្ញាណ Astral World ប៉ុន្តែបើហៅថាសម្បត្តិធ្វើដំណើរវាក៏មិនត្រូវទាំងស្រុងដែរអាចហៅថាជាកណ្ដឹងហៅវាប្រហែលជាត្រូវជាង
ដោយសារតែ Beherit នៅពេលដែលវាដំណើរការវានឹងធ្វើការហៅ Godhead មកកាន់ភពមនុស្សឬក៏ពិភពរូបវន្តដូច្នេះបើតាមបច្ចេកទេសយើងអត់បានទៅទេប៉ុន្តែវាបានទទួលយកការហៅរបស់យើងទៅវិញទេហើយ Beherit អាចបែងចែកចេញជាពីរប្រភេទនោះគឺ Beherit ធម្មតាដែលមានពណ៌ប្រាក់បែកទឹកប៊ិចហើយនិង Crimson Beherit ដែលមានពណ៌ក្រហមចាស់ Beherit ធម្មតាអាចប្រទះឃើញជាទូទៅក្នុងពិភពមនុស្សប៉ុន្តែវាមិនមែនច្រើនដល់ថ្នាក់សម្លឹងមើលទៅខាងណាក៏ឃើញទេប៉ុន្តែអាចនឹងជួបនៅពេលដែលត្រូវការខ្លាំងឬក៏មានអ្នកយកមកឲ្យហើយរក្សាទុករហូតដល់ភ្លេចចាអញ្ចឹងគឺមានច្រើនហើយការធ្វើការរបស់ Beherit នៅពេលដែលម្ចាស់របស់វាជួបទុក្ខលំបាកវេទនាបាក់ទឹកចិត្តឬមានអារម្មណ៍វិជ្ជមានដែលខ្លាំងក្លា Beherit វានឹងធ្វើការហៅពួក Godhead មកកាន់ពិភពមនុស្សដើម្បីផ្ដល់ឱកាសឲ្យអ្នកដែលហៅទទួលបានឱកាសចាប់កំណើតថ្មីជាសាវកដូចជា The Count បន្ទាប់ពីគាត់ត្រឡប់មកពីសមរភូមិដោយភាពហត់នឿយហើយនៅពេលដែលគាត់បានទៅឃើញភរិយាជាទីស្រឡាញ់កំពុងតែមានសំស៊ីងជាមួយនឹងទេវរូបដែលមានក្បាលជាមឡោមព័ទ្ធដោយបរិះនារីអក្រាតកាយហើយក៏ខឹងខ្លាំងណាស់ហើយបានសម្លាប់មនុស្សក្នុងលទ្ធិនោះទាំងអស់នៅសល់តែភរិយាជាទីស្រឡាញ់ដំបូងឡើង The Count ក៏ចង់សម្លាប់នាងចោលដែរប៉ុន្តែដោយសារតែក្តីស្រឡាញ់ឬក៏អ្វីម្យ៉ាងវាក៏ធ្វើឲ្យគាត់មិនអាចធ្វើបែបនោះបានទេហើយនៅពេលដែល Count បានឃើញទឹកមុខញញឹមរបស់ភរិយាដែលប្រៀបដូចជាទទួលបានជ័យជំនះហើយវាក៏ធ្វើឲ្យគាត់អស់សង្ឃឹមធ្លាក់ដល់បានភាពអស់សង្ឃឹមទាំងអស់នោះវាបានធ្វើឲ្យ Count រៀបចំបញ្ចប់ជីវិតខ្លួនឯងប៉ុន្តែបើតាមពាក្យសម្ដីរបស់ Godhead ហើយភាពអស់សង្ឃឹមក៏ជារង្វង់នៃជោគវាសនាដែរហើយ Beherit នៅពេលនោះវាក៏ចាប់ផ្ដើមដំណើរការឡើងហៅ Godhead មកកាន់ពិភពលោកនៅពេលនោះ The Count មិនខ្វល់ថា Godhead ជាអតិទេពពីឋានសួគ៌ឬក៏អ្នកនាំសារពីឋាននរកបើសិនជា Godhead អាចជួយគាត់ពីភាពរងទុក្ខវេទនានេះបានគាត់នឹងយល់ព្រមគ្រប់យ៉ាងតាមនៅពេលនោះ Godhead បានប្រាប់ថាពួកគេអាចផ្លាស់ប្ដូរ Count ឲ្យទៅជាភាវៈរស់ដែលសំបីតែភាពទុក្ខសោកនិងអស់សង្ឃឹមក៏មិនអាចធ្វើអ្វីបានដែរពាក្យមួយម៉ាត់បដូរជាមួយនឹងពាក្យមួយម៉ាត់នៅពេលដែល Count ឮបែបនោះគាត់ក៏ធ្វើការថ្វាយភរិយារបស់ខ្លួនឯងដើម្បីដូរជាមួយនឹងការក្លាយទៅជាសាវកតែហើយចំណុចសំខាន់របស់ Beherit ធម្មតាគឺអាចប្រើបានលើសពីម្ដងមានន័យថាបើម្នាក់នោះក្លាយជាសាវកហើយប៉ុន្តែនៅតែមានគំនិតអវិជ្ជមានភាពអស់សង្ឃឹមឬអ្វីក៏ដោយគឺអាចអញ្ជើញ Godhead មកកាន់ពិភពលោកបានទៀតមិនថាប្រមាណលើកក៏ដោយហើយគ្រប់លើកគឺត្រូវតែលះបង់របស់ជាទីស្រឡាញ់ដដែលគ្មានអ្វីផ្លាស់ប្ដូរតែត្រង់ចំណុចនេះខ្ញុំគិតថាវាជាអ្វីដែលពិបាកខ្លាំងណាស់ព្រោះភាគច្រើនក្រោយពីខ្លាយជាពួកសាវកអីវាស្ទើរតែស្ថិតនៅក្នុងស្ថានភាពដែលគ្មាននរណាអាចធ្វើឲ្យពួកគេអស់សង្ឃឹមបានទេបើមិនអញ្ចឹងទេគឺគ្មានសល់អ្វីដែលសំខាន់នៅក្នុងជីវិតទេប៉ុន្តែសម្រាប់ The Count នៅពេលដែលគាត់រៀបនឹងស្លាប់គាត់ក៏អាចប្រើ Beherit បានម្ដងទៀតហើយលើកនេះ Count ត្រូវថ្វាយកូនរបស់ខ្លួនឯងប៉ុន្តែដោយក្តីស្រឡាញ់ដែលមានចំពោះកូនស្រីគាត់ក៏មិនអាចធ្វើបែបនោះបានរហូតធ្វើឲ្យគាត់ត្រូវអូសចូលទៅ The Abyss ឬក៏នរកនឹងហើយតែបើគិតថា Beherit ធម្មតាពិបាករកនិងមានអនុភាពខ្លាំងហើយអាម្យ៉ាងទៀតគឺខុសគ្នាឆ្ងាយហ្មង Crimson Beherit មានឈ្មោះមួយទៀតថា Age of the King ចាតាមឈ្មោះរបស់វាតើវាអាចធ្វើអីបានបើមិនមែនជាការផ្ដល់កំណើតឲ្យស្ដេចបើសិនជាសាវកចាប់កំណើតឡើងដោយ Beherit ធម្មតារាល់ពួក Godhead ដែលជាអតិទេពរក្សានៅបំណងប្រាថ្នាក៏ចាប់កំណើតឡើងដោយ Crimson Beherit នេះហើយ Crimson Beherit នឹងធ្លាក់មកនៅក្នុងដៃអ្នកដែលត្រូវបានជ្រើសរើសជារៀងរាល់216ឆ្នាំម្ដងនៅពេលដែលអ្នកត្រូវបានជ្រើសរើសធ្លាក់ចូលទៅក្នុងភាពអសង្ឃឹមបំផុតហើយបានបើកប្រើការ Crimson Beherit មិនថាដោយការតាំងចិត្តឬមិនតាំងចិត្តក៏ដោយចាដោយហេតុនេះសូគ្រាសនៅក្នុងបឺសានឹងកើតឡើងរៀងរាល់216ឆ្នាំម្ដងហើយតាំងពីអតីតរហូតមកដល់បច្ចុប្បន្នវាបានកើតឡើងចំនួន5ដងហើយហើយលើកទី5ចុងក្រោយបំផុតនេះគឺការចាប់កំណើតរបស់ Griffith នៅពេលដែល Griffith បើកដំណើរការ Crimson Beherit Godhead ទាំង4ក៏បង្ហាញខ្លួនមកព្រមជាមួយនឹងសំណែដែលពិបាកនឹងប្រកែកបានហើយបដូរជាមួយនឹងរបស់សំខាន់ក្នុងជីវិតរបស់ម្នាក់នោះដើម្បីបានក្លាយមកជា Godhead ម្នាក់ក្នុងចំណោមបព្វពួករបស់ពួកវាតែនៅពេលដែលសូគ្រាសកើតឡើងទាំងអ្នកហៅគ្រឿងដង្វាយហើយសាវកនឹងត្រូវបានហៅមកកាន់ចំណុចតែមួយដោយចំណុចនោះត្រូវបានហៅថាជាចំណុចរួមនៃជោគវាសនាគឺជាចំណុចដែលរាល់ទង្វើទាំងអស់នឹងត្រូវជះឥទ្ធិពលជាទំហំធំដូចជាសូគ្រាសដែលផ្ដល់កំណើតឲ្យ Godhead
ហើយនឹង Great Wave Order Extra World ដែលធ្វើឲ្យពិភពរូបវន្តនិងភពវិញ្ញាណរួមគ្នាក្លាយជា Fantasia នៅពេលដែលសូរគ្រាសបានកើតឡើងហើយនៅពេលដែល God Hand បានមកដល់ពិភពលោកនេះហើយរាល់ God Hand ទាំងអស់នឹងនិយាយបញ្ចុះបញ្ចូលពីនេះពីនោះដើម្បីតែបដូរជាមួយអ្នកដែលត្រូវបានជ្រើសរើសឲ្យនិយាយនៅពាក្យមួយម៉ាត់ប៉ុណ្ណោះហើយនៅពេលដែលអ្នកជ្រើសរើសព្រមនិយាយពាក្យថាថ្វាយនៅខណៈនោះមនុស្សជាទីស្រឡាញ់និងមនុស្សសំខាន់របស់អ្នកដែលបានជ្រើសរើសនឹងត្រូវបានវាយត្រាជាគ្រឿងដង្វាយតែក្នុងពេលនោះគេនឹងហៅថា Invocation of Doom ការអង្វរករនៃសេចក្តីវិនាសដោយមាន voice ម្នាក់ក្នុងចំណោម God Hand ជាអ្នកវាយត្រាហើយនៅពេលដែលរាល់គ្រឿងដង្វាយត្រូវបានវាយត្រាអស់ហើយពេលនោះហើយកម្មវិធីជប់លៀងពិតប្រាកដរាល់ពួកសាវកដែលជាអ្នកទស្សនានឹងបញ្ចេញរូបរាងបិសាចរបស់ខ្លួនឯងឡើងមកហើយដេញតាមចាប់ស៊ីគ្រឿងដង្វាយយ៉ាងឆ្ងាញ់មាត់តែបើជាប្រុសអាចនឹងសំណាងល្អបន្តិចបើសិនជាត្រូវពួកវាចាប់ទៅបាក់ស៊ីភ្លាមប៉ុន្តែបើជាមនុស្សស្រីនៅខណៈនោះសេចក្តីស្លាប់ប្រហែលជាអ្វីដែលក្រអូបឈ្ងុយបំផុតចាហើយនៅអំឡុងពេលដែលគ្រឿងដង្វាយកំពុងត្រូវបានស៊ីអ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវបាននាំទៅចំណុចដែលជ្រៅបំផុតរបស់ភពវិញ្ញាណហើយនឹងបានដឹងឮពីភាពឈឺចាប់គ្រប់យ៉ាងរបស់គ្រឿងដង្វាយរហូតមកដល់ទីកន្លែងដែលមនោគតិនៃសេចក្តីអាក្រក់នៅហើយនៅពេលដែលបេះដូងរបស់អ្នកជ្រើសរើសមិនបន្សល់ទុកនៅអារម្មណ៍អ្វីទេពួកគេនឹងទទួលបានធម៌ពលអាក្រក់ដែលនៅខាងក្នុងនោះហើយការចាប់កំណត់ថ្មីក៏ត្រូវបានរួចរាល់ចាហើយទោះជាយ៉ាងណាក៏ដោយវាគឺជារឿងកម្រខ្លាំងណាស់ដែលគ្រឿងដង្វាយដែលត្រូវបានវាយត្រារួចរាល់ហើយអាចគេចផុតពីសូរគ្រាសមកបានតែទោះជាពួកគេអាចរួចខ្លួនមកបានត្រានៃការដង្វាយដែលនៅលើរាងកាយរបស់ពួកគេនោះនឹងនាំផ្លូវរបស់ពួកបិសាចសត្វសាហាវហើយនិងសាវកមករកពួកគេហើយត្រូវជាប់នៅភាពត្រួតស៊ីគ្នាជារៀងរហូតហើយទោះបីជាអ្នកត្រូវបានវាយត្រាអាចរួចខ្លួនមកបានហើយត្រូវស្លាប់នៅក្រៅពិធីជប់លៀងឬពេលដែលសូរគ្រាសត្រូវបានបញ្ចប់ប៉ុន្តែជោគវាសនារបស់អ្នកដែលជាប់ពាក់ព័ន្ធជាមួយបិសាចហើយភាពអាក្រក់ខុសខើចុងក្រោយក៏នៅតែត្រូវអូសចូលនរកដដែលតែនិយាយទៅទោះបីជាតួឯករបស់យើងដូចជាកាសហៃខាស្កាអាចមានជីវិតរស់រានមកបានប៉ុន្តែនៅថ្ងៃណាមួយដែលពួកគេទាំងពីរអ្នកស្លាប់ទោះបីជាសេចក្តីស្លាប់នោះវាស្ងប់សុខបែបណាចុងក្រោយក៏នៅតែត្រូវអូសចូលទៅក្នុងនរកដដែលចាវេទនាមែនទែនកាសនេះទោះជាស្លាប់ឬរស់គឺវេទនារហូតមកតែហើយมันមាននរណាដឹងទេថា God Hand ដំបូងគេគឺជានរណាអាចជា voice ឬមិនមែនក៏ថាបានតែ admin គិតថា voice ប្រហែលជាអ្នកចង្អុលបង្ហាញក្នុងក្រុមបច្ចុប្បន្នច្រើនជាងអាចថាជាមេដៃក្នុងចំនួនបច្ចុប្បន្នព្រោះថានៅក្នុង chapter 362យ៉ាងក៏មានឱកាសបានឃើញក្រុមរបស់បិសាចដែលខ្ញុំជឿថាជា God Hand កាលពីអតីតមុននឹងមានការផ្លាស់ប្ដូរសមាជិកដែលពេលនោះ voice អាចជា God Hand ថ្មីក៏ថាបានតែហេតុដែលខ្ញុំនិយាយមុននោះថាគ្រឿងដង្វាយមានឱកាសរួចខ្លួនមកបានដោយរបៀបណាសម្រាប់អ្នកដទៃយើងអត់ដឹងទេប៉ុន្តែសម្រាប់កាសនិងខាស្កាទាំងពីរនេះអាចរួចជីវិតមកបានដោយសារតែស្កាលណៃសម្រាប់ចូលទៅជួយតែពេលស្ដាប់អញ្ចឹងហើយអ្នកទាំងអស់គ្នាប្រហែលជាគិតថាអាកម្មវិធីអញ្ចឹងវាអាចចូលទៅជួយបានដែរចម្លើយគឺបានចាកម្មវិធីជប់លៀងអាចសម្រាប់ចូលទៅជួយបានដូច្នេះហើយបានជានៅក្រៅកម្មវិធីជប់លៀងមានអ្នកចាំយាមទ្វារហើយនៅពេលដែលការសូរគ្រាសលើកទី5អ្នកដែលនៅយាមគឺសោះជាអ្នកទទួលតួនាទីយាមទ្វារគឺដើម្បីការពារអ្នកអុកឡុកដែលជាគូបដិបត្តិរបស់អមនុស្សទាំងឡាយនោះគឺស្កាលណៃតែមកពីក្រៅទៅក្នុងកម្មវិធីជប់លៀងនោះមានលក្ខណៈដូចជាព្យុះ2ជាន់ហើយពណ៌ខ្មៅដែលវាខុសគ្នាពីព្យុះដែលកើតឡើងដោយបេះរីតធម្មតាឆ្ងាយណាស់ហើយក៏មិនមាននរណាដឹងទៅថាបើសិនជាអ្នកដែលត្រូវបានជ្រើសរើសបដិសេធចំពោះសំណើរបស់ God Hand ហើយវានឹងទៅជាយ៉ាងណាប៉ុន្តែអ្វីដែលប្រកាសគឺនៅពេលដែលពួកសាវកធម្មតាបដិសេធសាវកនោះនឹងត្រូវអូសចូលទៅក្នុងនរកភ្លាមតែហើយ admin គិតថាបើសិនជាអ្នកដែលត្រូវបានជ្រើសរើសបដិសេធគ្រប់យ៉ាងពួក God Hand ហើយនឹងសាវករបស់ពួកវាប្រហែលជារលាយបាត់ទៅដោយគ្មានអ្វីកើតឡើងទេគឺដោយដែលពួក God Hand បានប្រាប់ Griffith ថាប្រើជីវិតរស់នៅយ៉ាងស្ងប់សុខលើកំតិចកំទីនៃក្តីស្រមៃដែលត្រូវបានបំផ្លាញប៉ុន្តែទោះជាយ៉ាងណា admin ក៏ជឿថាពួក God Hand ប្រកាសជាអាចបញ្ចុះបញ្ចូលឲ្យអ្នកដែលត្រូវបានជ្រើសរើសទទួលយកសំណើទាល់តែបានទាំងអស់ហ្នឹងចាស្ដាប់មករៀងយូរហើយដែល admin ហៅថាអ្នកដែលត្រូវបានជ្រើសរើសហើយអ្នកទាំងអស់គ្នាឆ្ងល់អត់ថានរណាគេគឺជាអ្នកជ្រើសរើសទៅចម្លើយដែលងាយស្រួលឆ្លើយបំផុតគឺជោគវាសនាព្រហ្មលិខិត
ហើយនៅក្នុង chapter មួយដែលលោកគ្រូមីអូរ៉ាបានដកចេញវាមានប្រាប់ថាមโนគតិនៃភាពអាក្រក់គឺជាអ្នកដែលគ្រប់គ្រងជោគវាសនាអញ្ចឹងមានន័យថាអ្នកដែលត្រូវបានជ្រើសរើសនោះត្រូវបានជ្រើសរើសដោយមโนគតិនៃភាពអាក្រក់ហ្នឹងហើយចាទាំងអស់នេះគឺជារឿងរ៉ាវរបស់ Socrates, Beherit និង Godhead នៅក្នុងពិភពលោក Berserk ជាចុងក្រោយសូមអធិស្ឋានផងបើសិនជាមានខ្វះខាតឬក៏ខុសឆ្គងត្រង់ចំណុចណាមួយអរគុណអ្នកទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាចូលមកមើលជួបគ្នាវីដេអូក្រោយៗទៀតចា៎